តែខ្ញុំមិនចង់រៀនហាក់ចង់ធ្វើការអីទាំងអស់ខ្ញុំចង់ឲ្យគេមើលមុខខ្ញុំមកខ្លាចហ្មង អញ្ចឹងបងអូននឹកខ្ជិល បងថ្ងៃក្រោយធំឡើងខ្ញុំចង់ខ្លាចជាមនុស្សម្នាក់ដែលគេគ្រប់គ្នាឃើញខ្លាចមើលមកក៏ខ្លាចដែរតែខ្ញុំត្រូវធ្វើមិនទៅ ស្រួលទេអូនបើចង់គេខ្លាចមែនអត់ទីមួយបងអូនត្រូវប្រឹងរៀនឲ្យពូកែរើការងារឲ្យបានល្អធ្វើការងារដែលធំអញ្ចឹងណាឬក៏អូនបកែទៅអូនអាចរកស៊ីធ្វើឲ្យមានលុយឲ្យច្រើនអញ្ចឹងនៅពេលបងអូនមានលុយច្រើនមានទ្រព្យសម្បត្តិច្រើនណាអ្នកណាឃើញបងអូនក៏គេខ្លាចគេក៏ខ្លាចបងអូនដែរ តែខ្ញុំមិនចង់រៀនហាក់ចង់ធ្វើការអីទាំងអស់ខ្ញុំចង់ឲ្យគេមើលមុខខ្ញុំមកខ្លាចហ្មង អញ្ចឹងបងអូននឹកខ្ជិល អត់ទេ វាមិនដែរអ្នកណាអត់រៀនអត់ធ្វើការហើយចង់ឲ្យគេខ្លាចអញ្ចឹងមែន ចា មើលមុខ ខ្ញុំ គេ ចង់ សិន ឲ្យគេមើលមុខខ្ញុំមកក៏ខ្លាចហ្មងដោយមិនបាច់ហ៊ានបាច់ធ្វើការ ឥឡូវស្រួលទេឲ្យតែអូនឃើញមុខអ្នកភូមិក្នុងភូមិបងអូនណាបងអូនទៅជួបអ្នកណាអូនខ្ចីលុយគេដែរជួបខ្ចីគេហ៊ានធានាថ្ងៃក្រោយអ្នកណាក៏គេមិនមើលមុខបងអូនដែរបងហ៊ានធានាអញ្ចឹងបង អូយមិនដែរបង អ្នកណាហ៊ានមើលមុខទៀតបើឲ្យតែជួបមុខអូនឯងទៅខ្ចីលុយគេអញ្ចឹងគ្មានអ្នកណាហ៊ានមើលមុខបងអូនឯងទេគេអាចជៀសហ្មងគេអាចជៀសហ្មងនេះហើយគឺជាអំណាចពិតប្រាកដរបស់បងអូនដែលបងអូនចង់បានសម្រាប់អ្នកខ្ជិល អីតែខ្ញុំសាកបងចឹង បាទសួស្តីបងប្អូនទាំងគ្នាបាទវីដេអូនេះផងដែរគឺឧបត្ថម្ភដោយ FEV សម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ទៅលើម៉ូតូ Kizuni ក្នុង2026នេះបងប្អូនអាចមកមើលនៅ FEV បានបាទម៉ូតូ Kizuni ដែលមានគុណភាពល្អជិះបានឆ្ងាយប្រចាំនៅប្រទេសកម្ពុជា ឥឡូវហ្នឹងយើងក៏កំពុងតែមាន promotion ពិសេសដូចគ្នាពុកម៉ែបងប្អូនដល់ឥឡូវហ្នឹងយើងមានបញ្ចុះតម្លៃចាប់ពី$200រហូតដល់$400 បាទបើសិនជាបងប្អូនចង់បានបងប្អូនអាច comment នៅក្នុង page ឬក៏អាចឆាត20បានដើម្បីទទួលបានព័ត៌មានផ្សេងៗក៏ដូចជាទទួលបានតម្លៃ promotion ផ្សេងផងដែរបាទអរគុណច្រើនជម្រាបលា